ដាច់ចិត្តម្លេះលោកអើយចង់នាំឆ្កែឡើងចន្ទះតែគ្មានឯកសារគ្រប់គ្រាន់បែកគំនិតយកគ្នាទៅច្រមុជទឹករហូតដល់ងាប់ឥឡូវត្រូវប៉ូលីសខតខ្លួនកំពុងតែដំណើរការរឿងក្តីបាទនេះជារឿងថាពិតជាមិនគួរជឿណាហើយក៏មិនគួរឲ្យកាត់មានមែនទែនចាត់ទៅនឹងនារីម្នាក់គឺគាត់ស្រឡាញ់ឆ្កែពេកគឺគាត់ចង់ឲ្យឆ្កែហ្នឹងគឺជាចន្ទះជាមួយគាត់ប៉ុន្តែដល់ឡែកគាត់មិនមានឯកសារគ្រប់គ្រាន់ខាងចន្ទះគឺមិនអោយយកឆ្កែចូលទេដល់ពេលនេះហើយគឺគាត់បែកកំណត់ថាបាទគាត់ទៅបើមិនបានឆ្កែទៅមានសម្រាប់ចិត្តបាទសម្រាប់ឆ្កែនឹងចោលចុងក្រោយគឺត្រូវបានប៉ូលីសបាទចាប់ឃាត់ខ្លួនហើយដំណើរការរឿងក្តីតែម្ដងឥឡូវយើងមកតាមដានចំពោះរឿងរ៉ាវនេះទាំងអស់គ្នាតើវាយ៉ាងម៉េចចាំបន្ថែមនោះបាទសារព័ត៌មានក្រៅប្រទេសមួយក៏បានរាយការណ៍ពីករណីគួរឲ្យហួសចិត្តមួយរបស់ស្ត្រីជនជាតិអាមេរិកម្នាក់បាទដែលចង់នាំឆ្កែជិះចន្ទះតែមិនមានឯកសារគ្រប់គ្រាន់បាទចាញ់ដាច់បាទគាត់ដាច់ចិត្តយកទៅច្រមុជទឹកនៅក្នុងបន្ទប់ទឹកពលានចន្ទះរហូតដល់ស្លាប់ហើយឡើងធ្វើដំណើរតែម្នាក់ឯងតែម្ដងបាទតាមសារព័ត៌មានក៏បានដឹងបន្ថែមទៀតថាហេតុការណ៍នេះគឺបានកើតឡើងនៅថ្ងៃទី16ខែធ្នូឆ្នាំ2024កន្លងទៅនៅអាកាសយានដ្ឋានអន្តរជាតិ Orlando បាទដោយស្ត្រីរូបនេះដែលមានឈ្មោះថា Alison Agatha Lauren បាទវ័យ57ឆ្នាំបាទនៅក្នុងនោះផងដែរនាងក៏មិនអាចនាំយកសត្វឆ្កែដែលខ្លួនចិញ្ចឹមឡើងចន្ទះបានឡើយបាទព្រោះតែមិនមានឯកសារអនុញ្ញាតគ្រប់គ្រាន់អ្វីដែលហួសចិត្តនោះគឺនាងក៏បានសម្រេចចិត្តនាំឆ្កែរបស់នាងទៅជ្រមុជទឹកនៅក្នុងបន្ទប់ទឹកស្ត្រីតតែងាប់រួចទុកចោលហើយនាងក៏ឡើងធ្វើដំណើរតែម្នាក់ឯងតែម្ដងបើចំណាមិញបុគ្គលិកអាកាសយានដ្ឋានក៏បានប្រទះឃើញសាកសពឆ្កែនោះហើយក៏បានរាយការណ៍ទៅប៉ូលីសភ្លាមបាទត្រូវជាស្រ័យគឺដែលនាងក៏ត្រូវបានអាជ្ញាធរចេញនីការចាប់ខ្លួននៅថ្ងៃទី18មីនាឆ្នាំ2025កន្លងទៅនេះនៅក្នុងករណីចោទប្រកាន់ធ្វើទរណកម្មលើសត្វពាហនៈបាទឬក៏សត្វឆ្កែនៅពេលនេះនាងកំពុងតែត្រូវបានគេឃាត់ខ្លួននៅពន្ធនាគារ Lake Country បាទនឹងរងចាំកាត់ក្តីទៅតាមផ្លូវច្បាប់បាទបងប្អូននេះជារឿងថាប្រទេសអាមេរិកឬក៏ប្រទេសបាទគេកាន់ជាប់ចំពោះសិទ្ធិណាសូម្បីតែឆ្កែឬក៏សត្វក៏ដោយបាទហ៊ានសម្លាប់ដោយគ្មានការអនុញ្ញាតឬក៏សម្លាប់ដោយគ្មានមូលហេតុបាទគឺត្រូវផ្ដន់ទោសដូចគ្នាទោះថាឆ្កែនឹងគឺជាឆ្កែរបស់ខ្លួនក៏ដោយបាទដូចជាករណីនេះអញ្ចឹងគឺលក្ខណៈថាបាទគឺឆ្កែនឹងគឺឆ្កែរបស់គាត់ហើយគាត់ស្រឡាញ់ដែរគាត់មានបំណងដែរចំពោះហេតុការណ៍ហ្នឹងបាទបំណងមិនគឺចង់ឲ្យឆ្កែហ្នឹងជាយន្តហោះជាមួយគាត់ប៉ុន្តែដោយសារតែគាត់គ្មានឯកសារគ្រប់គ្រាន់ដើម្បីបាទបង្ហាញខាងពលានដើម្បីយកឆ្កែទៅជាមួយណាជាងគាត់សម្រេចចិត្តបើគាត់បាទមិនទៅគាត់ប្រកាសជាស្ដាយហើយជាភាសានោះគឺគាត់ក៏ស្ដាយដែរតែឆ្កែរបស់គាត់មិនបានទៅជាមួយចឹងគាត់សម្រេចចិត្តសម្លាប់ឆ្កែនឹងតែម្ដងទៅបាទដល់ឡែកគឺច្បាប់ប្រទេសបាទរបស់គេគឺកាន់ជាប់ការពារសិទ្ធិសត្វសិទ្ធិមនុស្សដូចគ្នាដូច្នេះហើយគឺមានការកាត់ទោសចំពោះករណីដែលគាត់សម្លាប់សត្វឆ្កែនេះបាទផងដែរបាទព័ត៌មានដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា